លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនឹងខលទៅកាន់មេដឹកនាំថៃនិងប្រទេសកម្ពុជាដើម្បីបញ្ចប់ចំនួននៅតាមព្រំដែនបាទបង្កើតសន្តិភាពសាជាថ្មីក៏ប៉ុន្តែលោកអានូទីនកាលពីម្សិលមិញសរសេរបង្ហោះតាមសេដ្ឋថា No ceasefire គ្មានទេបទឈប់បាញ់នោះបើសិនជាថៃមិនស្ដាប់អាមេរិកទេថាតើវាសនាថៃនឹងទៅជាយ៉ាងណាដោយសារតែថ្ងៃនេះយន្តហោះចម្បាំងរបស់ថៃហោះក្រវ៉ែនៅលើដែនដីកម្ពុជាដោយប្រើប្រាស់យន្តហោះចម្បាំង F-16 បាទបោះពួយនៅតាមព្រំដែនបាញ់ប្លង់ដាក់ទីតាំងនានាក៏ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកហ៊ានតែបិទកោតបន្តិចបាទ F-16 របស់ថៃពីចម្ងាយពីទឹកដី Washington សហរដ្ឋអាមេរិកថៃនឹងស្ញែងនឹងគាំងតែម្ដងបាទអានេះគឺកោតតេឡេនៅប្រទេសសហរដ្ឋអាមេរិកឯណោះដែលថៃហ៊ានតែប្រហើនដាក់សហរដ្ឋអាមេរិកឬក៏ដូណាល់ត្រាំបាទនេះគឺជាអត្ថបទដំណឹងនឹងរៀបរាប់ទៅកាន់ប្រិយមិត្តទាំងអស់គ្នានាថ្ងៃទី10ធ្នូ2025វេលាម៉ោង2កន្លះហើយបាទ2កន្លះហើយស្ថានភាពព្រំដែនកំពុងតែបាញ់បោះដាក់គ្នា BM-21 បាញ់ស្រោចដាក់ពួកយោធាថៃបាទទាហានថៃបូកផ្សំជាមួយនឹងដ្រូនអត្តឃាតរបស់កម្ពុជារបស់យើងបាទកម្ពុជាយើងឆ្លាតឆ្លៀសវៃមែនក្មេងៗអាចផលិតដ្រូនបាទអត្តឃាតដាក់ទៅយងចេញបិទស្កុតប្រិយមិត្តឃើញទេបាទយើងអបអរសាទរចំពោះរឿងនេះដែរកំតិចបំផ្លាញពួកតបសៀមប្រមាណក្បាលហើយដោយសារតែដ្រូនទៅយងចេញហោះលើមេឃាវាយប្រហារពួកយោធាថៃខ្ទេចតោះប្រិយមិត្តបាទពីមុននឹងទៅជួនដំណឹងនេះសូមប្រាប់ដំណឹងមួយគឺនៅក្រុងប៉ោយប៉ែតយោធាថៃបានហោះក្រវ៉ែនៅក្រុងប៉ោយប៉ែតហើយក្នុងនោះបាទប្រជាពលរដ្ឋថៃដល់ទៅ 26,000 នាក់រុស្ស៊ីនេះគឺជនជាតិថៃជាង 26,000 ឥឡូវមិនដឹងថាប្រមាណនោះទេដែលកំពុងស្នាក់នៅគ្រប់អគារទូទាំងក្រុងប៉ោយប៉ែតកំពុងតែភ័យស្លន់ស្លោដោយសារតែយោធាថៃខ្លួនឯងវាយមកចំកន្លែងដែលពួកគេកំពុងស្នាក់នៅនិងលាក់ខ្លួនរហូតខ្លះរត់ចេញមកអុជធូបបន់ស្រន់បួងស្រួងគ្រប់សពបែបយ៉ាងដោយក្នុងរូបភាពជាក់ស្ដែងនេះប្រិយមិត្តមើលទៅក្រោយពេលដែលទទួលដំណឹងពីខាងថៃមកថាថៃបំរុងធ្វើការវាយប្រហារមកលើក្រុងប៉ោយប៉ែតអានេះគឺពាក់ព័ន្ធទៅនឹងរឿងហ្នឹងឥឡូវកំពុងតែសញ្ញាអាសន្នបាទប្រកាសអាសន្នដែលថៃហ៊ានធ្វើអញ្ចឹងបាទក្រុងប៉ោយប៉ែតណាប្រិយមិត្តអាប់ដេតយ៉ាងណាជួយប្រាប់ផងក៏ប៉ុន្តែនៅក្នុងនោះតាក់ទិនទៅនឹងការហោះហើរយ៉ាងប្រហើនរបស់យន្តហោះ F-16 របស់ថៃមកលើដែនអាកាសកម្ពុជាមានចំណុចមួយដែលមានបញ្ជាការកងទ័ពអាកាសថៃគួរតែដឹងនិងភ័យខ្លាចជាទីបំផុតបងប្អូនត្រូវដឹងថាការទិញអាវុធពីសហរដ្ឋអាមេរិកមិនមែនដូចជាការទិញត្រីនៅផ្សារដែលទិញដាច់នោះទេអាមេរិកមានច្បាប់តឹងរឹងជាទីបំផុតដែលហៅថា in user monitoring បើយើងទៅប្រើខុសគោលដៅដូចជាការទៅវាយប្រហារប្រទេសជិតខាងឬក៏ទីតាំងជនស៊ីវិលរស់នៅឥឡូវក៏ថៃកំពុងតែបំពេញហើយបាទបំផ្លាញទីតាំងនានាធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាជនស្លូតត្រង់អានេះគឺខុសមួយនេះបាទសម្រាប់ជនស៊ីវិលដែលផ្ទុយពីច្បាប់អន្តរជាតិអាមេរិកមានសិទ្ធិពេញលេញក្នុងការផ្ដាច់ប្រព័ន្ធកូដតែម្ដងបាទកាត់ផ្ដាច់ប្រព័ន្ធយន្តហោះចម្បាំង F-16 ដំណើរការបានគឺដោយសារតែប្រព័ន្ធកូដកុំព្យូទ័រនិងប្រព័ន្ធទំនាក់ទំនងទិន្នន័យគេថា Data Link របស់សហរដ្ឋអាមេរិកប្រសិនបើអាមេរិកយល់ឃើញថាថៃកំពុងតែរំលោភកិច្ចសន្យាធ្ងន់ធ្ងរអាមេរិកអាចទី1បិទកូដសម្ងាត់បាទគេថាបិទកូដសម្ងាត់តែម្ដងធ្វើឲ្យប្រព័ន្ធរ៉ាដានិងប្រព័ន្ធតម្រង់គោលដៅលេខដំណើរការទៅបានទី2កាត់ផ្ដាច់ប្រព័ន្ធ GPS ធ្វើឲ្យក្របបែកនឹងការហោះហើរវង្វេងទិសដៅទី3បញ្ឈប់ការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលធ្វើឲ្យយន្តហោះចម្បាំង F-16 ទាំងនោះហោះលែងរួចក្នុងរយៈពេលខ្លីអានឹងកុំចង់ខ្លាំងជាមួយប្រធានាធិបតីដូណាល់ត្រាំផ្ដាំទៅលោកអានូទីនបាទផ្ដាំទៅលោកស៊ីអាសាត្រូវតែមករកការគ្រប់ឲ្យបានកិច្ចព្រមព្រៀងពេញលេញបတ်ឈប់បាញ់ឬក៏សន្តិភាពវិញដោយសារតែឥឡូវនេះអាមេរិកចេញមកហើយបាទអូសភាគីទាំងពីរឲ្យគ្រប់ឲ្យបានកុំបំបាក់មុខផ្ទះកំភ្លៀងប្រធានាធិបតីត្រាំអញ្ចឹងប្រយ័ត្នអានេះគឺខ្ញុំគ្រាន់តែថាមិនបានជាអាមេរិកអាចធ្វើរឿងនឹងបើសិនជាថៃបន្តរំលោភបំពានទៀតនោះដូច្នេះសូមប្រាប់ទៅអ្នកបើកបរយន្តហោះរបស់ថៃឲ្យហើយពេលដែលកំពុងហោះហើរយ៉ាងសប្បាយចិត្តរីករាយនោះប្រយ័ត្នតែអាមេរិកចុចបិទកោដពីចម្ងាយពេលនោះយន្តហោះទាំងឡាយ F-16 ដ៏ទំនើបរបស់អស់លោកនឹងក្លាយទៅជាដុំដែកអេតចាយដែលហោះលើមេឃាតែប៉ុណ្ណោះបាទដុំដែកអេតចាយហោះលើមេឃបើអាមេរិកផ្ដាច់កោដមែនកុំថាឡើយទម្លាក់ក្របបែកសំបីតែហោះត្រឡប់ទៅពលានយន្តហោះខ្លួនឯងវិញក៏រកផ្លូវមិនឃើញផង
ផងនេះគឺរឿងនឹងផ្ដាំទៅភាគីថៃកុំសបាយពេកប្រយ័ត្នតែត្រាំបញ្ជាឲ្យផ្នែកសន្តិសុខនោះបាទផ្ដាច់កោតយន្តហោះចម្បាំង F16 អញ្ចឹងទេស្បៃតែម្ដងយន្តហោះមួយនេះអញ្ចឹងទេកុំចេះតែប្រហើនហោះចូលដែនដីកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋសូត្រង់ភ័យខ្លាចតំបន់ផ្សេងហើយថ្ងៃនេះគឺទីក្រុងបាទប៉ោយប៉ែតយើងកំពុងតែស្លន់ស្លោដែរណាប្រជាជនហើយមិនតែកម្ពុជាទេប្រជាជនថៃខ្លួនឯងដល់ទៅ 26,000 នាក់ឯណោះបាទដែលរស់នៅនោះអាចមានតួលេខលើសបន្ថែមទៀតអានេះគឺខ្ញុំស្រង់ពី CC Time ដែលបញ្ជាក់អំពីតួលេខនេះបាទជនជាតិថៃជាង 26,000 ដែលកំពុងស្នាក់នៅគ្រប់អគារទូទាំងក្រុងប៉ោយប៉ែតហើយថ្ងៃនេះកម្ពុជារបស់យើងក៏ចាប់បានជនជាតិថៃដល់ទៅប្រមាណ 70 នាក់ជាងដែលធ្វើការនៅច្បារអំពៅភ្នំពេញបាទកម្ពុជាជនជាតិថៃប្រុសស្រីអីហ្នឹងគឺប្រមូលផ្ដុំគ្នាធ្វើការ scam អនឡាញខុសច្បាប់អាហ្នឹងគឺជនជាតិថៃបាទមិនម៉ែរក្សាទុកឲ្យស្រួលឲ្យស្ងៀមធ្វើការទៅតាមផ្លូវច្បាប់ណាអានេះគឺផ្អែកទៅលើពួកជនជាតិថៃចឹងទេសូមឲ្យដូណាល់ត្រាំបាទខលអូកករបស់ថៃមករកតុកចរចាមករកកិច្ចព្រមព្រៀងវិញក៏ប៉ុន្តែអនុទីនបាទដល់កបកក្រោយរួចឬក៏មិនរួចអត់ដឹងទេដោយសារតែអីកំពុងតែធ្លាក់កោតយ៉ាងខ្លាំងរឿងដោះស្រាយតំបន់ហាត់យ៉ៃបាទរឿងបែកធ្លាយ scam អនឡាញជាមួយមេឧក្រិដ្ឋកម្មដល់ពេលអញ្ចឹងបខំចិត្តអត់ដឹងថាត្រូវធ្វើម៉េចចោះទឹកក្រពើឡើងលើខ្លាអញ្ចឹងទេមានតែចូលដៃជាមួយពួកយោធាថៃបាញ់វាយប្រហារដាក់កម្ពុជាដើម្បីសាងក្រេឌីតកិត្តិយសរបស់ខ្លួនឡើងវិញក៏ប៉ុន្តែថៃធ្វើនេះធ្ងន់ធ្ងរយ៉ាងខ្លាំងបាទនេះគឺយ៉ាប់ឲ្យពិបាកនៅក្នុងការនិយាយណាក៏ប៉ុន្តែវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋបាទកម្ពុជារបស់យើងកំពុងតែផ្លាស់ទីលំនៅដើម្បីស្វែងរកទីសុខសុវត្ថិភាពតួលេខទាំងសងខាងកម្ពុជាថៃនាពេលនេះកន្លះលានអ្នកហើយបាទដែលរឿងផលពីសង្គ្រាមហើយជំលះទៅកាន់ទីទួលមានសុវត្ថិភាពណាកន្លះលាន 50,000 អ្នកហើយដែលជំលះចាក់ចេញពីតំបន់ភូមិឋានហើយយើងក៏ជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅតាមព្រំដែនប៉ោយប៉ែតបន្ទាយមានជ័យដល់មានជ័យបាទបាត់ដំបងសំពៅលូនជាដើមដែលកំពុងតែភ័យខ្លាចគ្រាប់របស់ថៃបាញ់ផ្លោងត្រូវណាអញ្ចឹងទេយើងសូមបួងសួងបន់ស្រន់ឲ្យពួកគាត់សុខសប្បាយទាំងអស់គ្នាណាបងប្អូនអញ្ចឹងទេបើសិនជាប្រទេសថៃមិនស្ដាប់សហរដ្ឋអាមេរិកទេបាទធ្វើឲ្យត្រាំខឹងណាអនុទីនកំពុងតែប្រឡែងលេងជាមួយនឹងកំហឹងដូណាល់ត្រាំហើយឥឡូវនេះបាទអនុទីនអាងមិត្តចិនឬក៏យ៉ាងណាដោយសារតែមួយរយៈចុងក្រោយនេះថៃបដូរគោលដៅទៅទិញយន្តហោះចម្បាំងបន្ថែមពីប្រទេសស៊ុយអែតបាទគ្រីផែនហើយឥឡូវនេះសមាគមយុវជនកម្ពុជានៅក្រៅប្រទេសកំពុងតែធ្វើលិខិតទៅកាន់បាទខាងប្រទេសស៊ុយអែតហើយប្រជាពលរដ្ឋបងប្អូនទាំងអស់គ្នាចេះផ្នែកលិខិតទៅសេយ៉ាងម៉េចយ៉ាងម៉ាជួយគ្នាផងបាទដើម្បីដាក់លិខិតបញ្ជូនទៅកាន់ប្រទេសស៊ុយអែតធ្វើយ៉ាងម៉េចយ៉ាងម៉ាដើម្បីទប់ស្កាត់យន្តហោះចម្បាំងទាំងអស់នេះបាទគ្រីផែននេះថៃដឹងខ្លួនមុនបាទអញ្ចឹងទេបានរត់ទៅទិញយន្តហោះចម្បាំងពីប្រទេសស៊ុយអែតហើយកាលពីកន្លងទៅបានធ្វើសមយុទ្ធយោធាដែនអាកាសជាមួយប្រទេសចិនបាទជាមួយយន្តហោះចម្បាំងរបស់ចិនស្អីគេអាផ្នែកមួយខ្ញុំមិនស្គាល់ឈ្មោះផ្លេចឈ្មោះទៅដូច 10J ស្អីបាទអាហ្នឹងគឺការគិតរបស់ថៃអាចនឹងទិញយន្តហោះចម្បាំងពីចិនបន្ថែមទៀតបាទបើសិនជាពួកប្រទេសលោកខាងលិចនោះទប់ស្កាត់ការប្រើប្រាស់យន្តហោះចម្បាំងទាំងឡាយណារបស់ថៃបាទដែលហ៊ានបំពានទៅដល់ជនស៊ីវិលប៉ះពាល់អញ្ចឹងវាជាស្នារីយ៉ូមួយដែលបង្ហាញថាថៃអាចនឹងងាកទៅទិញយន្តហោះចម្បាំងរបស់ចិនហើយកាលពីកន្លងទៅថៃក៏មិនណយដែរទិញសម្ភារៈយោធាអាវុធបាទពីចិន 47% ឯណោះហើយឥឡូវនេះចិនស្ងាត់ស្ងៀមស្ងាត់ឲ្យឈឹងមិត្តដេកថែបរបស់កម្ពុជាចិនអើយចិនជួយផងជួយទប់ស្កាត់ផងបាទអញ្ចឹងទេបានស្ដេចចិនយើងបំពេញទស្សនកិច្ចបាទទៅកាន់ប្រទេសចិនអត់ដែលមានទៅទេប្រវត្តិសាស្ត្រថៃណាប្រហែលជាចង់ពឹងចិនបើសិនជាប្រទេសលោកខាងលិចផ្អាកជំនួយផ្នែកយោធាឬក៏ដាក់ពន្ធធ្ងន់ធ្ងរផ្នែកពាណិជ្ជកម្មទៅកាន់ភាគីថៃនេះគឺជាដំណឹងព័ត៌មានបាទបំផុតពាក់ព័ន្ធទៅនឹងរឿងនឹងស្ថានភាពបានឈានទៅដល់កម្រិតកំពូលហើយយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារផ្សាយព័ត៌មានអន្តរជាតិ Bloomberg ណាបានឲ្យដឹងថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងលើកទូរស័ព្ទនិយាយទៅកាន់ប្រទេសទាំងពីរដើម្បីបញ្ជាឲ្យបញ្ចប់ចំនួនជាបន្ទាន់បាទខ្ញុំរំលឹកឡើងវិញប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះបាទភាគីថៃដែលដឹកនាំដោយលោកអនុទីននេះបែរជាប្រកាសការពីម្សិលមិញចំហយ៉ាងតឹងរឹងថា No ceasefire គ្មានការឈប់បាញ់នោះទេក៏ប៉ុន្តែយើងចាំមើលសិនដោយសារតែអាមេរិកទើបតែនិយាយថាតើអនុទីនប្រែប្រួលយ៉ាងណាយើងចាំមើលក៏ប៉ុន្តែចំហថៃនេះខ្ញុំគិតថាថៃនឹងបន្តសង្គ្រាមណាបើថៃនៅតែបន្តសង្គ្រាមនៅតែវាយកម្ពុជាប្រើប្រាស់អាវុធទំនើបអញ្ចឹងទេ
អាមេរិកគួរធ្វើដោយម្ដេចនៅពេលដែលថៃហ៊ានបដិសេធសំណើរបស់ខ្លួនបែបអញ្ចឹងណាសេណារីយ៉ូចម្លើយនោះគឺវាពាក់ព័ន្ធទៅនឹងបាទកូដ F16 បើប្រាប់មិនស្ដាប់អាមេរិកអាចផ្ដាច់កូដ F16 របស់ប្រទេសថៃនេះកាលណាតែថៃហ៊ាននិយាយថា no ដាក់លោកដូណាល់ត្រាំបាទកុំចង់ធ្វើឲ្យលោកដូណាល់ត្រាំខឹងអានេះគឺលោកអាណាទីនកុំចង់ប្រឡែងលេងជាមួយកំហឹងរបស់ដូណាល់ត្រាំប្រយ័ត្នតែត្រាំឲ្យពួកសន្តិសុខបាទឲ្យពួកនោះចុចប៊ូតុងផ្ដាច់ប្រព័ន្ធកូដតែម្ដងចង់ទេអំបិលសម្រាប់ប្រទេសថៃប្រយ័ត្នធ្លាក់ F16 អត់ដឹងខ្លួនណាហោះធ្លាក់ដុកបាទហោះធ្លាក់ខ្ដុកអត់ដឹងខ្លួនគេផ្ដាច់កូដនោះពីសហរដ្ឋអាមេរិកកូដសំខាន់ហើយដំណឹងមួយទៀតប្រិយមិត្តទើបតែបង្ហោះរបស់ក្រសួងការពារជាតិកម្ពុជាជម្រាបជូននៅស្ថានភាពនៅតាមបន្តព្រំដែនកម្ពុជាថៃប្រហែលជា20នាទីមុននេះបាទឥឡូវនេះម៉ោង3រសៀលហើយករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យម៉ោង 14:22 នាទីយោធាថៃបាញ់ផ្សែងពុលមកក្នុងភូមិសាស្ត្រឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅសកម្មភាពយោធាខាងលើជាការវាយប្រហារដ៏កម្រោដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិបាទនេះគឺជាដំណឹងថ្មីរបស់ក្រសួងការពារជាតិកម្ពុជា20នាទីមុននេះបាទហើយការពិព្រឹកមិញដូចជាមានលេចលើដំណឹងពាក់ព័ន្ធទៅនឹងការហោះហើរយន្តហោះចម្បាំងដូចខ្ញុំនិយាយពីខាងដើមនេះ F16 របស់ថៃហោះលើទីក្រុងបាទប៉ោយប៉ែតបាទនេះគឺជាដំណឹងថ្ងៃហ្នឹងហើយអាប់ដេតយ៉ាងណាខ្ញុំនឹងរាយការណ៍បន្ថែមទៀតបាយអរគុណច្រើន